ជំរាបសួរលោកគ្រូអ្នកគ្រូនាងខ្ញុំអៀនសុគន្ធីស្វាគមន៍មកកាន់កំណត់ហេតុនៃការរៀននិងបង្រៀនរយៈពេល27ថ្ងៃរបស់នាងខ្ញុំនៅក្នុងមេរៀនទី7នេះនាងខ្ញុំនឹងបង្ហាញអំពីគោលគំនិតនៃចិត្តវិទ្យាអប់រំមួយចំនួនដែលនាងខ្ញុំបានប្រើប្រាស់ក្នុងការជ្រើសរើសវិធីសាស្ត្របង្រៀនយើងដឹងហើយថាការជ្រើសរើសវិធីសាស្ត្របង្រៀនគោលដៅសំខាន់របស់ខ្ញុំគឺធ្វើយ៉ាងណាលើកកម្ពស់ការបង្រៀនឲ្យមានភាពសកម្មឡើងដោយសិស្សមានការពិចារណាបានយ៉ាងស៊ីជម្រៅទៅលើខ្លឹមសារមេរៀនរបស់ពួកគេហើយវិធីសាស្ត្របង្រៀនទាំងអស់នេះសិតតែគ្រប់គ្រងដោយទ្រឹស្ដីចិត្តវិទ្យាអប់រំគឺទ្រឹស្ដីចំណេះដឹងគេហៅថា cognitive theory ហើយនៅក្នុងទ្រឹស្ដីនៃចំណេះដឹងនេះយើងនិយាយអំពីរបៀបដែលខួរក្បាលធ្វើដំណើរការនៅក្នុងការបកស្រាយទិន្នន័យដូច្នេះហើយនៅពេលដែលសិស្សទទួលបានរំញោចនៃការបង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូសិស្សនឹងបំលែងរំញោចទាំងអស់នោះទៅជាអានផ្លុចហើយធ្វើដំណើរទៅក្នុងខួរក្បាលដែលជាព័ត៌មានមួយក្នុងការវិភាគអំពីខ្លឹមសារមេរៀនតែដំណើរការនេះគឺវាមានរយៈពេលខ្លីមែនទែនមានន័យថាសិស្សងាយនឹងភ្លេចនៅព័ត៌មានទាំងឡាយដែលគាត់ទទួលបានពីលោកគ្រូអ្នកគ្រូដូច្នេះតាមរយៈដំណាក់កាលនេះតើធ្វើយ៉ាងម៉េចទើបអាចឲ្យមេរៀនឬក៏ទិន្នន័យទាំងអស់នោះត្រូវបានខ្លះទៅជាទិន្នន័យមួយដែលស្ថិតនៅក្នុងអង្គចងចាំរយៈពេលវែងរបស់សិស្សទៅដូច្នេះយើងដែលជាគ្រូបង្រៀនត្រូវជ្រើសរើសនៅសកម្មភាពទាំងឡាយណាដែលជំរុញដល់ការហៅឡើងវិញនៃទិន្នន័យឬក៏ព័ត៌មានទាំងអស់នោះតាមរយៈការចែករំលែកតាមរយៈរូបភាពតាមរយៈវីដេអូតាមរយៈការធ្វើពិសោធន៍ឬតាមរយៈការធ្វើសកម្មភាពផ្សេងៗដែលជំរុញឲ្យទិន្នន័យទាំងអស់នោះហៅឡើងវិញម្ដងហើយម្ដងទៀតដែលធ្វើឲ្យទិន្នន័យឬក៏ព័ត៌មាននៃមេរៀនត្រូវបានធ្វើដំណើរផ្លាស់ប្ដូរពីអង្គចងចាំរយៈពេលខ្លីទៅជាអង្គចងចាំរយៈពេលវែងវិញហើយទិន្នន័យទាំងអស់នោះខ្លះទៅជាទិន្នន័យដែលមានន័យសម្រាប់ជីវិតសិស្សដូច្នេះខ្ញុំក៏ដូចជាលោកគ្រូអ្នកគ្រូយើងទាំងអស់គ្នាសិតតែកំពុងតែបង្កើតមជ្ឈដ្ឋានដ៏សមស្របមួយសម្រាប់ការរៀនសូត្ររបស់សិស្សហើយយើងនឹងមើលឃើញអំពីដំណើរការនៃការលូតលាស់របស់សិស្សទាំងអស់គ្នាសូមអរគុណ